លឺហើយហួសចិត្តពលរដ្ឋថៃចោទប្រកាន់គ្រូអាគមខ្មែរថាបានធ្វើទង្វើដាក់មេបញ្ជាការកងទ័ពលោកប៊ុនស៊ីនផាក់ខ្លាំងទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតពលរដ្ឋថៃបានចែកចាយវីដេអូមួយក្នុងបណ្ដាញសង្គមនិងចាប់ប្រកាន់ថាគ្រូអាគមខ្មែរបានធ្វើអំពើដាក់មេបញ្ជាការកងទ័ពភូមិភាគទី2លោកប៊ុនស៊ីនផាក់ខ្លាំងដោយគ្រូអាគមខ្មែរយករូបថតមេបញ្ជាការកងទ័ពនិងរូបថតមន្ត្រីជាន់ខ្ពស់ថៃជាច្រើនមកដាក់ក្នុងពិធីសូត្រមន្តធ្វើអំពើពលរដ្ឋថៃថាការប្រើប្រាស់មន្តវិជ្ជាខ្មៅបែបនេះពុំអាចធ្វើអ្វីលោកប៊ុនស៊ីនផាក់ខ្លាំងបានទេពីព្រោះលោកមានបន្តោងព្រះនេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃរ៉ាតកាលពីថ្ងៃទី26ខែមិថុនាឆ្នាំ2025បន្ទាប់ពីពលរដ្ឋថៃចែកចាយវីដេអូនេះក្នុងបណ្ដាញសង្គមក៏មានការបញ្ចេញយោបល់យ៉ាងច្រើនមតិខ្លះថានេះគ្រាន់តែជាជំនឿប៉ុណ្ណោះខណៈមតិខ្លះទៀតថាបើពលរដ្ឋថៃរួមកម្លាំងគ្នានឹងឈ្នះគ្រូមន្តអាគមខ្មែរពីព្រោះថៃមានមន្តអាគមជាច្រើនប្រភេទមតិខ្លះថាហេតុអ្វីគ្រូអាគមខ្មែរមិនមើលបន្តោងខ្សែព្រះរបស់លោកមេបញ្ជាការកងទ័ពតើអាចតទល់បានឬអត់ពលរដ្ឋថៃផ្សេងទៀតបារម្ភពីការយករូបថតលោកប៊ុនស៊ីនផាក់ខ្លាំងនិងរូបថតមន្ត្រីជាន់ខ្ពស់ថៃមកសូត្រក្នុងពិធីរបស់គ្រូអាគមខ្មែរនិងស្នើឲ្យគ្រូអាគមដែលល្បីនៅប្រទេសថៃឈ្មោះគ្រូផ្លាមកទប់ទល់វិញអ្នកស្រឡាញ់ចូលចិត្តលោកប៊ុនស៊ីនផាក់ខ្លាំងនិយាយថាខ្មែរពុំអាចធ្វើអ្វីលោកបានទេពីព្រោះលោកជាមនុស្សល្អមានទេវតាថៃរក្សាក្រោយពីមានការចែកចាយវីដេអូគ្រូអាគមខ្មែរធ្វើពិធីលើរូបថតនោះលោកប៊ុនស៊ីនផាក់ខ្លាំងនិយាយថាពលរដ្ឋថៃពុំបាច់បារម្ភពីគ្រូអាគមខ្មែរធ្វើអំពើដាក់លោកទេលោកមិនខ្លាចខ្មែរធ្វើអ្វីលោកពុំបានឡើយបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃข่าวសតគឺលោកប៊ុនស៊ីនផាក់ខ្លាំងនិយាយថាពុំចាប់អារម្មណ៍នឹងការធ្វើមន្តវិជ្ជាខ្មៅប៉ុន្តែលោកបានមកធ្វើបុណ្យថ្វាយព្រះពុទ្ធរូបនៅវត្តនោនសវណ្ណនិមិត្តខេត្តឧបលរាជធានីហើយមានពលរដ្ឋថៃជាច្រើនមកផ្ដល់កម្លាំងចិត្តលោកនៅវត្តនោនសវណ្ណនិមន្តមេបញ្ជាការកងទ័ពភូមិភាគទី2បាននិយាយមកកាន់សារព័ត៌មានថាកន្លងមកខ្មែរបានតែច្រៀងចម្រៀងនៅប្រាសាទតាក្របីដែលកម្ពុជានិងថៃបានព្រមព្រៀងមិនឲ្យពលរដ្ឋប្រទេសទាំងពីរបង្ហាញអត្តសញ្ញាណរបស់ខ្លួនហើយភាគីថៃក៏បានស្នើឲ្យពលរដ្ឋខ្មែរឈប់ច្រៀងនៅប្រាសាទតាក្របីរីឯរឿងគ្រូមន្តអាគមខ្មែរពលរដ្ឋថៃពុំចាំបាច់បារម្ភពីលោកទេខ្មែរធ្វើអ្វីលោកពុំបានឡើយ